ទេពកោសល្យពិសេសថ្លឹងថ្លែងសមត្ថភាពអ្នកការស្គាល់ខ្លួនឯងការវាស់វែងអំពីសមត្ថភាពនិងអ្វីដែលគេមានមនុស្សជាទូទៅប៉ាន់ស្មានមិនត្រូវអំពីសមត្ថភាពរបស់ខ្លួនឡើយប្រសិនបើអ្នកគិតដូចបុគ្គលមានផ្នត់គំនិតរីកចម្រើនថារូបអ្នកអាចអភិវឌ្ឍខ្លួននោះអ្នកនឹងបើកទូលាយនៅក្នុងការថ្លឹងថ្លែងព័ត៌មានអំពីសមត្ថភាពរបស់អ្នកបើអ្នកចូលចិត្តរៀនដូចជាពួកគេអ្នកត្រូវថ្លឹងថ្លែងអំពីសមត្ថភាពបច្ចុប្បន្នរបស់អ្នកដើម្បីឲ្យការរៀនសូត្រនោះមានប្រសិទ្ធភាពទោះបីជាយ៉ាងណាក៏ដោយគ្រប់រឿងទាំងអស់មិនថាល្អឬអាក្រក់ឡើយចំពោះអ្នកដែលមានផ្នត់គំនិតថេរគេនឹងគេចបំផុតពីការបកស្រាយខុសនោះទេលទ្ធផលខ្លះបញ្ជាក់ថាគេនិយាយពន្លើសពេកឯខ្លះទៀតគឺនិយាយបន្ទាបពេកហើយមុនពេលដែលគេដឹងខ្លួនថាគេគឺអញ្ចឹងគេមិនស្គាល់ខ្លួនឯងឡើយទេពកោសល្យពិសេសក្នុងការថ្លឹងថ្លែងអំពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់គេវាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ថាអ្នកដែលមានគំនិតរីកចម្រើនមានទេពកោសល្យមួយនោះទេពកោសល្យពិសេសក្នុងការថ្លឹងថ្លែងអំពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់គេវាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ថាអ្នកដែលមានផ្នត់គំនិតរីកចម្រើនមានទេពកោសល្យមួយនោះត្រឹមតែជំនឿមួយសោះអាចនាំអ្នកទៅរកការចង់សាកល្បងជឿទៅលើការខិតខំប្រឹងប្រែងមិនបាក់ទឹកចិត្តពេលបរាជ័យតើអ្នកមានផ្នត់គំនិតប្រភេទណា1ភាពឆ្លាតវៃរបស់អ្នកគឺជារឿងសំខាន់ខ្លាំងណាស់ហើយអ្នកមិនអាចផ្លាស់ប្ដូរវាបានទេ2អ្នកអាចរៀនអ្វីដែលថ្មីប៉ុន្តែអ្នកមិនអាចផ្លាស់ប្ដូរកម្រិតនៃភាពឆ្លាតវៃរបស់អ្នកបានឡើយ3មិនថាអ្នកឆ្លាតឬល្ងង់ប៉ុណ្ណាអ្នកនៅតែអាចផ្លាស់ប្ដូរវាបានខ្លះទៀត4អ្នកអាចផ្លាស់ប្ដូរកម្រិតនៃភាពឆ្លាតវៃរបស់អ្នកបានជានិរន្តរ៍ប្រយោគទី1និងទី2គឺជាប្រយោគរបស់ផ្នត់គំនិតថេរឯប្រយោគទី3និងទី4គឺឆ្លុះបញ្ចាំងអំពីផ្នត់គំនិតរីកចម្រើនតើអ្នកយល់ស្របនឹងផ្នត់គំនិតមួយណាជាងអ្នកអាចនឹងមានខាងនេះបន្តិចខាងនោះបន្តិចចម្រុះគ្នាប៉ុន្តែមនុស្សជាទូទៅគឺទៅរកផ្នត់គំនិតណាមួយច្រើនជាងផ្នត់គំនិតមួយទៀតអ្នកក៏អាចមានជំនឿផ្សេងទៀតចំពោះសមត្ថភាពពីកំណើតផងដែរទេពកោសល្យសិល្បៈសមត្ថភាពកីឡាឬជំនាញក្នុងអាជីវកម្មដោយភាពឆ្លៀសវៃបានសាកល្បងលោមើលមិនត្រឹមតែសមត្ថភាពរបស់អ្នកនោះទេសូម្បីតែអត្តចរិតរបស់អ្នកក៏ដោយសូមក្រឡេកមើលមកប្រយោគខាងក្រោមនេះអំពីបុគ្គលិកលក្ខណៈនិងអត្តចរិតរបស់មនុស្សហើយជ្រើសរើសថាតើប្រយោគមួយណាដែលអ្នកយល់ស្របជាងគេនិងមួយណាដែលអ្នកមិនយល់ស្របទាល់តែសោះ1បើអ្នកគឺជាមនុស្សយ៉ាងម៉េចគឺអញ្ចឹងហើយគ្មានអ្វីអាចផ្លាស់ប្ដូរអ្នកបានទេ2មិនថាអ្នកជាមនុស្សបែបណាអ្នកនៅតែអាចផ្លាស់ប្ដូរបានជានិច្ច3អ្នកអាចធ្វើរឿងខុសៗគ្នាតែផ្នែកដែលសំខាន់នៅក្នុងខ្លួនរបស់អ្នកគឺនៅតែដដែលមិនអាចផ្លាស់ប្ដូរបានឡើយ4អ្នកអាចផ្លាស់ប្ដូរបុគ្គលិកលក្ខណៈរបស់អ្នកបាននៅទីនេះប្រយោគទី1និងទី3បានបង្ហាញពីផ្នត់គំនិតថេរហើយប្រយោគទី2និងទី4ឆ្លុះបញ្ចាំងអំពីផ្នត់គំនិតរីកចម្រើនតើអ្នកយល់ស្របនឹងមតិមួយណាជាងផ្នត់គំនិតនៃភាពឆ្លាតវៃដើរតួយ៉ាងសំខាន់ក្នុងស្ថានភាពដែលពាក់ព័ន្ធទៅនឹងសមត្ថភាពខួរក្បាលផ្នត់គំនិតនៃអត្តចរិតរបស់អ្នកនឹងបង្ហាញខ្លួននៅក្នុងស្ថានភាពដែលពាក់ព័ន្ធនឹងសមត្ថភាពបុគ្គលឧទាហរណ៍ដូចជាឯករាជ្យភាពការសហការការយកចិត្តទុកដាក់ឬជំនាញសង្គមរបស់អ្នកផ្នត់គំនិតថេរធ្វើឲ្យអ្នកព្រួយបារម្ភថាតើអ្នកនឹងត្រូវបានគេវាយតម្លៃដោយរបៀបណាចំណែកឯផ្នត់គំនិតរីកចម្រើនធ្វើឲ្យអ្នកគិតគូរអំពីរឿងអភិវឌ្ឍខ្លួនទៅមុខខាងក្រោមនេះគឺជាវិធីសាស្ត្រផ្សេងទៀតដែលអ្នកអាចគិតអំពីផ្នត់គំនិតនីមួយៗ
សាកគិតអំពីនរណាម្នាក់ដែលមានផ្នត់គំនិតទេស្រមៃមើលថាតើពួកគេបង្ហាញថាខ្លួនឆាប់ប៉ះពាល់អារម្មណ៍ខ្លាំងកម្រិតណានៅពេលដែលគេធ្វើខុសឬសាងកំហុសអ្វីមួយតើអ្នកធ្លាប់គិតទេថាហេតុអីបានជាពួកគេបែបនេះឬអ្នកខ្លួនឯងក៏បែបនេះដែរឥឡូវនេះអ្នកចាប់ផ្ដើមយល់អំពីមូលហេតុនោះហើយសាកល្បងគិតអំពីមនុស្សម្នាក់ដែលគេមានទំនោរទៅរកផ្នត់គំនិតរីកចម្រើនមនុស្សម្នាក់ដែលយល់ថាសមត្ថភាពដ៏ពិសេសរបស់គេគឺអាចបង្កើតឡើងបន្ថែមទៀតបានគិតអំពីវិធីសាស្ត្រដែលគេប្រើនៅពេលប្រឈមមុខជាមួយនឹងឧបសគ្គទាំងឡាយគិតមើលថាតើពួកគេពង្រឹងខ្លួនឯងដោយរបៀបណាខ្លះតើវិធីអ្វីខ្លះដែលអ្នកប្រើនៅក្នុងការផ្លាស់ប្ដូរឬការអភិវឌ្ឍខ្លួនអ្នកឥឡូវនេះចូលស្រមៃថាអ្នកបានសម្រេចចិត្តចូលរៀនភាសានៅវគ្គសិក្សាថ្មីមួយការបង្រៀនបានចាប់ផ្ដើមអស់ពី3ម៉ោងហើយលោកគ្រូបានហៅអ្នកឲ្យឡើងក្តារខៀនរួចគាត់ក៏ចាប់ផ្ដើមសួរសំណួរទៅកាន់អ្នកមួយហើយមួយទៀតដាក់ខ្លួនអ្នកជាមនុស្សមានផ្នត់គំនិតទេសមត្ថភាពរបស់អ្នកគឺមានកំណត់តើអ្នកមានចាប់អារម្មណ៍ថាខ្សែភ្នែកជាច្រើនគូកំពុងតែបាញ់ឆ្ពោះមករកអ្នកដែរឬទេតើអ្នកមានឃើញទឹកមុខរបស់លោកគ្រូដែលចាំចាប់កំហុសអ្នកដែរឬទេក្រៅពីអារម្មណ៍តានតឹងភ័យញាប់ខ្លួនតើអ្នកមានគិតដល់អ្វីផ្សេងទៀតដែរឬទេឥឡូវសូមដាក់ខ្លួនអ្នកជាមនុស្សមានផ្នត់គំនិតរីកចម្រើនវិញម្ដងអ្នកទើបតែមកថ្មីអ្នកមិនទាន់ចេះអ្វីទេដូច្នេះហើយទើបអ្នកមកទីនេះដើម្បីរៀនលោកគ្រូគឺជាប្រភពនៃចំណេះដឹងហើយអ្នកបើកចិត្តយ៉ាងទូលាយនៅក្នុងការទទួលយកអ្វីដែលថ្មីនៅពេលដែលអ្នកបញ្ចូលផ្នត់គំនិតមួយនៅក្នុងខួរក្បាលអ្នកគឺបានចូលទៅក្នុងពិភពថ្មីមួយនៅក្នុងពិភពមួយដែលមានលក្ខណៈថេរភាពជោគជ័យគឺជាការបង្ហាញថាខ្លួនអ្នកជាមនុស្សឆ្លាតឬមានទេពកោសល្យហើយអ្នកផ្ដោតសំខាន់ទៅលើការបង្អួតពីខ្លួនឯងនៅក្នុងពិភពមួយផ្សេងទៀតពិភពនៃការផ្លាស់ប្ដូរសមត្ថភាពអ្នកផ្ដោតសំខាន់ទៅលើការពង្រឹងសមត្ថភាពនិងរៀនអំពីអ្វីដែលថ្មីអ្នកឲ្យតម្លៃទៅលើការអភិវឌ្ឍខ្លួនឯងជានិច្ចក្នុងពិភពមួយការបរាជ័យគឺជាការដើរថយក្រោយការទទួលបានពិន្ទុទាបការចាញ់ការប្រកួតការត្រូវបានគេបណ្តេញចេញពីការងារការត្រូវបានគេបដិសេធមានន័យថាអ្នកជាមនុស្សមិនឆ្លាតឬគ្មានទេពកោសល្យឡើយនៅក្នុងពិភពមួយទៀតការបរាជ័យគឺការដែលមិនទាន់រីកចម្រើនការមិនទាន់ទៅដល់គោលដៅដែលវាបញ្ជាក់ថាអ្នកមិនទាន់បានប្រើអស់សក្តានុពលរបស់អ្នកនៅឡើយទេក្នុងពិភពមួយការតស៊ូគឺជារឿងដែលមិនល្អទេមិនខុសពីការបរាជ័យឡើយគឺវាបង្ហាញថាអ្នកមិនឆ្លាតឬគ្មានទេពកោសល្យនោះឯងព្រោះថាបើអ្នកឆ្លាតអ្នកនឹងមិនចាំបាច់ចំណាយកម្លាំងខំប្រឹងនោះទេក្នុងពិភពមួយទៀតការតស៊ូគឺជាអ្វីដែលធ្វើឲ្យអ្នកឆ្លាតនិងបន្តបង្កើនទេពកោសល្យទ្វេឡើងអ្នកអាចជ្រើសរើសបានផ្នត់គំនិតគឺគ្រាន់តែជាជំនឿតែប៉ុណ្ណោះវាជាជំនឿដ៏មានថាមពលប៉ុន្តែវាត្រឹមតែជាអ្វីដែលមាននៅក្នុងការគិតរបស់អ្នកប៉ុណ្ណោះទេហើយអ្នកអាចផ្លាស់ប្ដូរការគិតរបស់អ្នកបានចូលស្រមៃទៅដល់កន្លែងដែលអ្នកចង់ទៅហើយគិតឲ្យបានច្បាស់ថាតើផ្នត់គំនិតមួយណាដែលអាចនាំអ្នកទៅដល់គោលដៅនោះបានតើជោគជ័យសំដៅទៅលើការរៀនយកបទពិសោធន៍ឬការបង្ហាញថាខ្លួនជាមនុស្សឆ្លាតអ្នកសង្គមវិទូដ៏ល្បីឈ្មោះមួយរូបធ្លាប់បាននិយាយថាខ្ញុំមិនបែងចែកមនុស្សនៅលើโลกនេះថាខ្សោយឬក៏ខ្លាំងបរាជ័យឬក៏ជោគជ័យនោះទេតែខ្ញុំបែងចែកមនុស្សជាពីរប្រភេទគឺអ្នករៀននិងអ្នកមិនរៀនតើអ្វីទៅដែលធ្វើឲ្យមនុស្សយើងคล้ายទៅជាអ្នកដែលមិនរៀននោះគ្រប់គ្នាបានកើតមកគឺសុទ្ធតែមានចំណង់នៅក្នុងការរៀនទារកគ្រប់រូបព្យាយាមពង្រឹងជំនាញរបស់គេជារៀងរាល់ថ្ងៃវាមិនមែនត្រឹមតែជាជំនាញធម្មតានោះទេតែវាគឺជាកិច្ចការដែលពិបាកបំផុតនៅក្នុងជីវិតតួយ៉ាងដូចជាការរៀនដើរនិងការរៀននិយាយជាដើមពួកគេមិនដែលខ្វល់ថាវាពិបាកប៉ុណ្ណាឬចំណាយធម៌ពលប៉ុណ្ណានោះទេទារកមិនខ្លាចនៅក្នុងការបង្កើតកំហុសឬអាម៉ាស់មុខនោះឡើយពួកគេដើរពួកគេដួល
ហើយពួកគេក្រោកឈរឡើងវិញពួកគេនឹងតែឈ្មោះទៅមុខរហូតតើអ្វីទៅដែលអាចបង្អាក់ការរៀនដ៏អស្ចារ្យមួយនេះបានគឺផ្នត់គំនិតថេរនៅពេលដែលក្មេងៗចម្រើនវ័យឡើងអាចវាយតម្លៃលើខ្លួនឯងបានពួកគេមួយចំនួនខ្លាចនៅក្នុងការបថុយប្រឋានទាំងឡាយពួកគេចាប់ផ្ដើមខ្លាចថាខ្លួនឯងមិនឆ្លាតអ្នកអាចមើលឃើញអំពីភាពខុសគ្នានៅក្នុងរលកសញ្ញាខួរក្បាលរបស់មនុស្សអ្នកដែលមានផ្នត់គំនិតថេរចាប់អារម្មណ៍នៅពេលណាដែលសំណួរនោះឆ្លុះបញ្ចាំងអំពីសមត្ថភាពរបស់ពួកគេតែប៉ុណ្ណោះរលកសញ្ញាខួរក្បាលរបស់ពួកគេបង្ហាញថាពួកគេយកចិត្តទុកដាក់ទៅលើការឆ្លើយតបរបស់ពួកយើងថាតើចម្លើយរបស់គេត្រូវឬក៏ខុសប៉ុន្តែនៅពេលដែលយើងបង្ហាញអំពីព័ត៌មានដែលអាចជួយឲ្យគេរៀនបានច្រើនជាងមុនគឺគ្មានសញ្ញាណបង្ហាញថាពួកគេចាប់អារម្មណ៍នោះឡើយបើទោះបីជាគេឆ្លើយខុសក៏ដោយក៏ពួកគេមិនចង់ដឹងដែរថាចម្លើយដែលត្រឹមត្រូវនោះគឺអ្វីដែរមានតែមនុស្សដែលមានផ្នត់គំនិតរីកចម្រើនប៉ុណ្ណោះដែលយកចិត្តទុកដាក់ទៅលើព័ត៌មានដែលអាចពង្រឹងចំណេះដឹងរបស់គេបន្ថែមបានមានតែពួកគេប៉ុណ្ណោះដែលផ្ដល់អាទិភាពទៅលើការរៀនតើអ្នកផ្ដល់អាទិភាពទៅលើអ្វីប្រសិនបើអ្នកអាចរើសបានតើអ្នកនឹងរើសយកអ្វីរើសយកភាពជោគជ័យច្រើនឬការសាកល្បងច្រើនជំរឿននេះមិនមែនតាក់ទងត្រឹមតែជាមួយនឹងភាពឆ្លាតវៃតែប៉ុណ្ណោះទេវាក៏តាក់ទងទៅនឹងសម្ព័ន្ធភាពផងដែរតើគេចង់បានដៃគូប្រភេទណាជាមនុស្សដែលជំរុញឲ្យគេមានមោទនភាពនិងភាពខ្វះខាតរបស់ខ្លួនឬមួយជាមនុស្សដែលជួយអភិវឌ្ឍគេឲ្យរីកចម្រើនទៅមុខអ្នកដែលមានផ្នត់គំនិតថេរនិយាយថាគេចង់បានដៃគូដែលធ្វើឲ្យពួកគេមានអារម្មណ៍ថាខ្លួនល្អឥតខ្ចោះគោរពបូជាពួកគេលើពីនេះទៅទៀតដៃគូដ៏ល្អឥតខ្ចោះរបស់គេត្រូវផ្ដល់តម្លៃលើភាពថេររបស់គេមនុស្សដែលមានផ្នត់គំនិតរីកចម្រើនរំពឹងចង់បានដៃគូដែលខុសពីគេពួកគេបាននិយាយថាដៃគូដែលគេចង់បានគឺពេលឃើញគេខុសចេះកែតម្រូវគេជំរុញឲ្យគេក្លាយទៅជាមនុស្សម្នាក់ដែលប្រសើរជាងមុនលើកទឹកចិត្តគេឲ្យរៀនអ្វីដែលថ្មីប្រកបណាស់គេមិនចង់បានមនុស្សដែលគ្រប់គ្រងនៅអំនួតរបស់គេនោះទេគឺគេចង់បានមនុស្សម្នាក់ដែលអាចជំរុញការអភិវឌ្ឍរបស់គេបានពួកគេមិនបានគិតថាខ្លួនគេចេះច្រើនឬល្អឥតខ្ចោះនោះទេដូច្នេះពួកគេត្រូវការរៀនបន្ថែមទៀតឲ្យកាន់តែច្រើនតើអ្នកកំពុងតែគិតដល់រឿងមួយហើយមែនទេនៅពេលណាអ្នកមានអារម្មណ៍ថាខ្លួនឯងឆ្លាតពេលដែលអ្នកធ្វើបានល្អឥតខ្ចោះឬពេលដែលអ្នកកំពុងរៀនអ្វីដែលបុគ្គលមានផ្នត់គំនិតថេរចង់បាននោះគឺភាពជោគជ័យដែលជាក់ច្បាស់បំផុតភាពជោគជ័យធម្មតាភាពឆ្លាតវៃធម្មតាមានទេពកោសល្យធម្មតាគឺមិនទាន់គ្រប់គ្រាន់ឡើយអ្នកត្រូវតែល្អឥតខ្ចោះថែមទៀតគឺល្អឥតខ្ចោះតែម្ដងប៉ុន្តែអ្នកដែលមានផ្នត់គំនិតរីកចម្រើនឆ្លើយគឺនៅពេលដែលខ្ញុំជួបនឹងកិច្ចការណាមួយដែលលំបាកហើយខ្ញុំព្យាយាមធ្វើវានិងពេលដែលខ្ញុំអាចធ្វើអ្វីដែលខ្ញុំមិនធ្លាប់ធ្វើបានពីមុនមកឬនៅពេលដែលខ្ញុំចំណាយពេលធ្វើកិច្ចការណាមួយយ៉ាងយូរហើយចុងក្រោយអាចសម្រេចវាបានចំពោះពួកគេភាពឆ្លាតវៃមិនសំដៅទៅលើភាពល្អឥតខ្ចោះភ្លាមៗនោះទេគឺសំដៅទៅលើការចំណាយពេលរៀនការសាកល្បងធ្វើនិងការដើរទៅមុខអ្នកដែលជឿទៅលើលក្ខណៈថេរនៅនឹងថ្កល់មិនផ្លាស់ប្ដូរចង់ប្រញាប់នៅក្នុងការយកជោគជ័យណាស់ហើយនៅពេលដែលពួកគេទទួលបានជោគជ័យពួកគេនឹងមានអំណួតលើសពីអំណួតទៅទៀតគេនឹងមានអារម្មណ៍ថាខ្លួនឯងអស្ចារ្យព្រោះភាពជោគជ័យបញ្ជាក់ថាលក្ខណៈដែលមិនផ្លាស់ប្ដូរក្នុងខ្លួនរបស់គេនោះគឺប្រសើរជាងអ្នកឯទៀតទោះជាយ៉ាងណាក៏ដោយអ្វីដែលវាឆ្មក់ពីខាងក្រោយអំណួតរបស់អ្នកដែលមានផ្នត់គំនិតថេរនោះគឺសំណួរសាមញ្ញមួយដែលសួរថាប្រសិនបើអ្នកគឺជាអ្នកនៅពេលដែលអ្នកជោគជ័យចុះពេលដែលអ្នកមិនជោគជ័យតើអ្នកគឺជាអ្នកណា